សូមជូនរឿងព្រះនាងផ្កាឈូកនិងវិញ្ញាណនៃទន្លេនៅពេលព្រឹកមួយកន្លងផុតនារីកេសររបស់ស្ដេចបានទៅថែស្រះផ្កាឈូកក្រោយប្រាសាទក្រុមញាក់ភូមិជួយស្រោចទឹកនិងប្រមូលផ្កាឈូកនារីកេសរមានចិត្តមេត្តាស្រឡាញ់ប្រជាជននិងធម្មជាតិការមិនសូវស្មោះត្រង់គេមិនស្គាល់ទេប៉ុន្តែចិត្តល្អរបស់នាងបញ្ចេញពន្លឺដោយផ្កាឈូកនៅខាងលើរដ្ឋសាលានាងពិតមានចិត្តច្រណែនព្រោះប្រជាជនសរសើរតែព្រះនាងនារីកេសរចិត្តអាក្រក់មួយចាប់ផ្ដើមកើតឡើងនាងពិតបញ្ជាឲ្យសង់ទំនប់បិទទន្លេដើម្បីយកទឹកទៅសួនរបស់នាងឯងអ្នកភូមិភ័យខ្លាចនឹងស្រះផ្កាឈូកស្ងួតមួយសប្តាហ៍បន្ទាប់ទឹកក្នុងស្រះផ្កាឈូកស្ងួតទៅព្រះនាងនារីកេសរយំសោកស្ដាយដោយខ្លាចថាប្រជាជននឹងអស់ទឹកផឹកនៅពេលល្ងាចនាងនារីកេសរបានចុះថ្វាយបង្គំទៅព្រះទឹកនាងសូមអភ័យទោសនិងសូមឲ្យទឹកត្រឡប់មកវិញភ្លាមនោះព្រះទឹកបង្ហាញរាងឡើងពីទន្លេមានពន្លឺអណ្ដែតដូចច្រាំងមាសព្រះនាងនារីកេសរច្រមុជក្បាលថ្វាយបង្គំព្រះទឹកថាទឹកគឺជាជីវិតអ្នកណាឆ្លក់វានឹងទទួលផលនៃកម្មទំនប់របស់នាងពិតបាក់បែកនឹងទឹកហូរត្រឡប់វិញទឹកត្រឡប់មកវិញជីវិតត្រឡប់មកវិញប្រជាជនសប្បាយរីករាយនិងសូមអរព្រះគុណព្រះនារីព្រះទឹកញញឹមហើយលិចចូលទៅក្នុងទន្លេវិញព្រះនារីកេសរបានរៀនថាការថែរក្សាធម្មជាតិគឺការថែរក្សាជីវិតផងដែរ